សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកធ្វើការសរសេរមិនសរសេរយើង config Neowim ឲ្យវាខ្លាចទៅជា editor មួយដែលយើងអាចប្រើប្រាស់បាននៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងហើយ Neowim គឺជា wrapper ទៅលើ Vim ប៉ុន្តែវាដូចជា Vim improvement ចឹងហើយវាមានវាស្រួល extend ស្រួល config ជាង Vim ចឹងណាហើយយើងមាន VS Code មាន JetBrains IDE មកគប់ហេតុអីបើយើងមកប្រើ Vim ឬក៏ Neowim ដោយសារតែវាទី1គឺវា lightweight ហើយទី1វាទី2គឺវាអាចងាយស្រួលក្នុងការ config ហើយទី3គឺយើងពេលដែលយើងសរសេរកូដយើងអត់ចាំបាច់ប្រើម៉ៅច្រើនយើងនឹងប្រើប្រាស់នៅ keyboard សឹងតែគ្រប់ពេលអញ្ចឹងថ្ងៃនេះយើងនឹងធ្វើការ config Vim ឬក៏ Neowim ច្រឡំគ្នារហូតពីហ្នឹងហើយសម្រាប់ Neowim វាមាន API ដែលអាចឲ្យយើង extend ឬក៏ config ទៅលើរបស់ដែលវាស៊ីនឲ្យមកយើងនឹងដោយប្រើប្រាស់នៅភាសាដែលមានឈ្មោះថា Lua ហ្នឹងគឺជា scripting language ហើយទៅពេលដែលយើង install Neowim មកវានឹងមាន Lua នៅហ្នឹងមកហើយនៅក្នុងឥឡូវយើងចូលមក Neowim ចានេះគឺជា default Neowim គឺ stock Neowim ហ្មងគឺវាចេញមកអញ្ចឹងហើយអូខេឥឡូវ configuration ដែលយើងធ្វើការចាប់ពីពេលហ្នឹងទៅគឺនៅក្នុង version 0.11.4 ហើយនេះគឺជា version មួយដែល breaking change ហើយសម្រាប់ version ដែល Neowim នឹង drop នៅឆាប់ហ្នឹងគឺ version 0.12 ដែលវានឹង support នៅ package manager ខ្លួនឯងមកអញ្ចឹងថ្ងៃហ្នឹងយើងអត់មានអីច្រើនទេយើងគ្រាន់តែ walk through របៀប config វាដូចជាការបង្កើតនៅ directory ហើយនឹង set option មួយចំនួនហើយបើសិនជាយើងសល់ពេលយើងនឹងធ្វើការ install នៅ package manager ដើម្បីងាយស្រួលក្នុងការ install plugin អញ្ចឹងយើងដើម្បី customize នៅ UI របស់ Neowim ហ្នឹងគឺយើងត្រូវការ plugin ហើយ plugin ទាំងអស់ហ្នឹងយើងអាច install តាមរយៈ package manager ដោយ Neowim អត់ទាន់ support package manager ខ្លួនឯងឥឡូវហ្នឹងអូខេអញ្ចឹងដំបូងដើម្បីយើង config យើងត្រូវបង្កើតនៅ folder មួយដែលមានឈ្មោះថាដោយសារឥឡូវយើងនៅក្នុង root អូខេអញ្ចឹងយើងបង្កើត folder config បង្កើត folder config ហើយ nvim ដក p មកដើម្បីឲ្យយើងបង្កើតជា recursive ហើយបន្តមកយើងចូលទៅក្នុង directory ហ្នឹងអូខេអញ្ចឹងនៅក្នុងហ្នឹងយើងត្រូវបង្កើតនៅ folder lua ហើយនឹងinit.lua អញ្ចឹង init.lua ហ្នឹងគឺជា entry point នៃ configuration របស់យើងអញ្ចឹងយើងចូលមកហើយយើងចូលមក explorer អាហ្នឹង file explorer ដែលបោះ Neowim default មកចឹងបង្កើត file មួយឈ្មោះថា init.lua អញ្ចឹងដើម្បីបង្កើត file យើងចុច shift ពេច5អញ្ចឹងវាសញ្ញា % ហើយនៅក្នុងនោះយើងអាចសរសេរ code lua បានអញ្ចឹងដាក់ print hello world អញ្ចឹងទៅហើយយើង save ហើយយើង source នៅ file ហ្នឹងអញ្ចឹងយើងឃើញមានពាក្យ hello world នៅខាងក្រោមអញ្ចឹងមានថាអាហ្នឹង viewer វិញហើយកូដដែលយើងសរសេរហ្នឹងគឺជា lua អូខេឥឡូវយើងចូលមក explorer របស់យើងហើយយើងបង្កើត directory អញ្ចឹងបង្កើត directory យើងដាក់វាយអក្សរ D ទៅហើយយើងដាក់ឈ្មោះឲ្យវា lua ហើយ lua នៅក្នុងហ្នឹងយើងបង្កើតនៅ file មួយដាក់ឈ្មោះថា option អញ្ចឹង option ហ្នឹងគឺយើងនឹងធ្វើការដូចជាដាក់មាន line number tab stop អីជាដើមអញ្ចឹងឥឡូវយើងធ្វើងាយទេយើងចូល insert mode មកយើងដាក់ vim.o vim.o នោះគឺ vim.option ប៉ុន្តែយើងអាចប្រើ o ចេះក៏បានឬក៏ o ទេចឹងក៏បានហើយយើងដាក់
number rule ហើយយើងចង់បាន relative number ទៅ true ដែរហើយវិញយើងដាក់ o.tab stop ដាក់តែ2ទេអូខេអញ្ចឹងពេលយើង save ហើយបន្តមកទៀតយើងចូលទៅ Explorer យើងទៅតែបន្តមកទៀតយើងនឹងធ្វើការធ្វើមិនឲ្យ option របស់យើងហ្នឹងវា affect អញ្ចឹងយើងមក require នៅក្នុង Lua ហើយ option អូខេអញ្ចឹងពេលដែលយើង require នៅហ្នឹងពេលដែលយើង quit Nevin ហើយ Nevin មកពេលចូលម្ដងទៀតវានឹងបាន option ដែលយើងបានដាក់ប៉ុន្តែយើងក៏លេខមកមើលកន្លែង Lua នេះយើងคลิกទៅកើតនៅ directory config ហើយយើងចង់ move file អូខេកន្លែងហ្នឹងខ្ញុំអត់ដឹងថាធ្វើមិនទេអញ្ចឹងអ្នក copy ហើយយើងចូលទៅក្នុង config ហើយដាក់ option.lua ហើយ pass ទៅហើយយើងមកកន្លែងនេះវិញហើយយើងលុបអាហ្នឹងចោលបានដើម្បីលុបយើង shift D អូខេអញ្ចឹងឥឡូវបើយើងមកមើលនៅក្នុងកន្លែងនេះពេលដែលយើង require យើងអត់ចាំបាច់ដាក់ Lua ទៀតទេដោយសារតែអាហ្នឹងគឺជា directory structure ដែល new vim គេធ្វើមកអញ្ចឹងយើងគ្រាន់តែដាក់ប៉ុណ្្នឹងទៅពេលដែលយើង quit ហើយយើងចូលមកវិញយើងនឹងឃើញមាននេះ line number ចាំមើលបើសិនខ្ញុំបង្កើត file មួយនៅនេះគេដាក់ config ហើយយើងគេថាឥឡូវមុនហ្នឹងយើងនិយាយ option ឥឡូវយើងនឹងធ្វើការនេះពេលដែលយើង move ទៅឃើញវាមានrelative line number ហ្នឹងគឺវាចេញមកអញ្ចឹងហើយមួយទៀតយើងនឹងនិយាយតាក់ទងមួយនឹង key map អញ្ចឹងឥឡូវយើង option របស់យើងគឺអត់មានច្រើនទេមានតែប៉ុណ្ណាហើយយើងដាក់ G ហើយយើងដាក់ leader អូខេ map leader space អញ្ចឹងកន្លែងនេះគឺនៅក្នុង Vim គេច្រើនគេប្រើ space ហើយគឺជា modifier key ពេលដែលយើង tab space ហើយអក្សរ E អញ្ចឹង open file អញ្ចឹងទៅអូខេអញ្ចឹងឥឡូវយើងរាយខ្ញុំចូលទៅមើលក្នុង internet សិនvim.g.map នេះ map leader នេះអូខេពេលយើង scroll មកនិយាយទៅយើងចង់ set មិនប្រហែលណា set តែចិត្តរបស់យើងតែឥឡូវយើងដើម្បី simple យើងប្រើប្រាស់ space អូខេបន្តមកទៀតយើងនឹងចូលទៅ explorer របស់យើងហើយយើង explorer យើងបង្កើត file ទៀត key map អញ្ចឹង key map យើងនឹងបង្កើតនៅហ្នឹងហើយយើងអាចឥឡូវដូចជាយើងចង់បើក explorer ហ្នឹងយើង type command type shift ហើយ colon ហើយមកយើងដាក់ exp អញ្ចឹងយើងចង់នេះ space key ដើម្បី open explorer អញ្ចឹងយើងចូលមកកន្លែងនេះ vim គឺមាន API ឲ្យយើងនេះកន្លែងនេះគឺ Lua នេះរបស់យើងទេអញ្ចឹង vim.keymap.set ហើយនេះយើងដាក់ mode គឺ normal n គឺ normal mode ហើយនេះ leader នេះគឺជា key ដែលយើងនឹងដាក់ហើយបន្តមកទៀត action អញ្ចឹងកន្លែងនេះជា function ក៏បានឬក៏ដាក់ string អញ្ចឹងក៏បានដែរ exp ទៅមក
CO នឹងមានថា enter អូខេចឹងវាមាន description យើងដាក់ description ឲ្យទៅ open file explorer អូខេយើង save វាហើយតមកទៀតយើងចូលទៅឥឡូវបើសិនជាយើង click វាអត់ទាន់ដើរយើងមក init.lua របស់យើង config.keymap ហើយយើង quit ហើយយើងចូលមកទៀតហើយយើងនេះពេលដែលយើង type leader e គឺវាចេញមកអូខេឥឡូវយើងបន្ថែមទៀតដូចជាឥឡូវយើងពេលដែលយើងចង់តសេយើងពងតសេយើងចង់ save អញ្ចឹងក្នុងនេះយើងដាក់ក្នុងពេលដែល insert mode ទៅយើងដាក់ leader s ហើយ write អានេះដាក់ colon w មានថា write file មានថាយើង save content ណាអញ្ចឹងយើងដាក់ write save content in the current file អូខេបន្តមកទៀតអូខេឥឡូវយើងមើលអូខេចាឥឡូវយើងបើកមកឥឡូវយើងមានឥឡូវ currently នេះយើងមាន buffer 2ដែរយើងថែបអូខេឥឡូវបើយើងថែបទៅហើយ leader s អត់ទាន់ដើរឡើយទេយើងចេញមកហើយចូលមកវិញ leader e init ដាក់ hello អូខេពេលដែលយើងចង់ save តោះតែយើងចូលទៅ escape ចូលទៅ normal mode សិនមិនអាច save បានleader s អូខេអញ្ចឹងពេលដែលយើងចូលទៅក្នុង insert mode ដើម្បីយើងទៅ normal mode វិញដល់យើង click escape តែឥឡូវយើងចង់ map ពីនេះ insert mode ហើយ jk map ទៅ escape នេះមក esc ឃើញពីស្តាក់ដោយសារតែវាជាប់អា key map ហ្នឹង switch to normal mode អូខេហើយយើងចូលមកម្ដងទៀតហើយយើងចូលមកនេះហើយយើង hello jk អញ្ចឹងវានឹងចូលទៅ normal mode ហើយយើង leader s save ប៉ុន្តែយើងមានអារម្មណ៍ថាផ្លិចពីមួយយើងផ្លិចដាក់ cr អញ្ចឹងទៅវានឹងចេញពេលយើង leader s វានឹងចេញអញ្ចឹងអូខេចូលមកយើងថតលុបនេះចេញអូខេឥឡូវយើងមកដូចដើមវិញហើយអញ្ចឹងយើងបាន set នៅ key map មួយចំនួនហើយ key map បន្ទាប់ទៀតគឺតកតងជាមួយនឹងការ switch file អូខេ vim.keymap.set normal mode ហើយយើងដាក់ leader ទៅគៀបហើយអាហ្នឹងមានន័យថា bnet មានថាម៉េចមានថា buffer net នេះកន្លែងនេះ bnet ហើយ cr description
switch to net opening buffer. Ok, copy những đặt previous mà đo previous. Ok, bây giờ click đi cho một vinh máu đi đặt luôn á và dùng escape option cái bị đặt previous ở miền tế tại bị đặt đích miền chẳng dương mà mơ b.previous oh yeah previous nè mẹ là so p thông mong so p tụi cho mà explore và dương hai dương thực hiện map modify đi ok lấy dương chọc tại tập bản năng hai tập thông tiếp dương là thôi cái setup nơi package manager bao dương nó bây như số install plugin ok dương bây install plugin nó bây package manager bây giờ cứ lazy vim lazy vim chẳng lazy vim nên cứ chỉ package manager. Map anh năng tê maybe money maybe repository lazy vim money lazy vim 4K thì tới đời xa là lazy vim nó cái miền chỉ package manager hay là mới thiết cứ distro nó cứ cái setup everything is ready qua là install distro nó máu nhưng sẽ code nhưng sẽ dùng cái là dùng màu này cho màu starter template một đi hai chọn màu này mát chẳng những ai họ ban lazy.4k.io chắc là việc install như mình thưa ca cục tiền này máu hơi dương đạo như được nông yeah wait ngay dương đạo như được nông config hai đại cho việc là lazy.vim hơi dương pass máu khí dương khác hay dương tranh màu vĩnh cho tờ vĩnh dương từ complete require viên không indeed done lụa chứ require dot config dot lazy ok nhưng save hay những explore mà nó tiếp nhưng mà mới cái này ní cứ kê miền đã map leader nè local leader ở dưới này kìa chắc là nó như lục tranh ban là đi những khoản này mua những copy and editor nhưng mà option yes nhưng mà lazy nhưng delete tranh save hay quit hay cho một tiết config lazy not found ok config lazy not found
ខុសអីគេ fix that lazy អានេះយើង copy សិនថ្មីយើងផាសអានេះមកយើងចូលទៅ Explorer lazy អូយើងដាក់ឈ្មោះ Vim នេះណានោះអញ្ចឹងrename ទៅ Lua អូខេយើងចេញហើយយើងចូលមកវិញអូដោយសារតានៅក្នុង system របស់យើងអត់មាន Git install យើងត្រូវការ install Git សិនអូខេអញ្ចឹងដោយសារតែខ្ញុំ testing នៅលើ Docker image អញ្ចឹង install Git អូខេឥឡូវយើងបាន install Git ហើយអញ្ចឹងដើម្បី verify យើងគ្រាន់តែ type Git ហើយ version ទៅអូខេចេញចូលមកយើងនឹងឃើញ blank screen បែបហ្នឹងអញ្ចឹងមានថាយើងកំពុងតែ set up នៅ lazy vim package manager របស់យើងអូខេអញ្ចឹងយើងឃើញថាឥឡូវវា fail វាដាក់ថា plugin អត់មាន module plugin អញ្ចឹងយើងចូលមក Lua ហើយយើងបង្កើតនៅ plugin directory ហើយនៅក្នុងនោះយើងដាក់យើងបង្កើត example ទៅលើដាក់ color scheme .lua អូខេអញ្ចឹងនៅក្នុងហ្នឹងគឺជា plugin ហើយយើងចង់ដាក់ឈ្មោះអីក៏បានដែរក្នុង plugin ហ្នឹងហើយវាត្រូវការ return ជា table អញ្ចឹងយើងមកមើលកន្លែង plugin spec របស់យើងអញ្ចឹងអ្នកនរគ្នាអាចទៅមើល documentation នឹងបន្ថែមទៀតរបៀបប្រើប្រាស់នៅក្នុង spec ហ្នឹងអូខេឥឡូវយើងឧទាហរណ៍ថាយើងចង់ប្រើប្រាស់នៅ color scheme អញ្ចឹង color scheme ដែលខ្ញុំយកចិត្តជាងគេគឺ Tosho Night ហ្នឹងអូខេអញ្ចឹងយើង scroll មកក្រោមមកយើងនឹងឃើញ plugin ដែលគេដាក់ spec សម្រាប់ lazy ហ្នឹងហើយស្រាប់យើងផាសមកយើង save អូខេបន្តមកទៀតយើង scroll មកក្រោមយើងដាក់នេះកន្លែងនេះអូខេអញ្ចឹងកន្លែងហ្នឹងគឺពេលដែលយើង set vim.cmd អញ្ចឹងកន្លែងហ្នឹងយើងអាច execute តាមរយៈ code បានឬក៏ដោយប្រើ shift ហើយ colon អញ្ចឹងដើម្បី call អាហ្នឹងបានគឺយើងនឹងនេះ lazy ច្រឡំ lazy config config វាជា call របៀបជា callback function នៅពេលដែល plugin ហ្នឹងវា ready អញ្ចឹងយើងកន្លែងហ្នឹង config អញ្ចឹងជា callback function ហើយយើងដាក់ config function អញ្ចឹង function នៅក្នុង Lua អត់មាននេះទេតាមពិតកន្លែងហ្នឹង tab stock វាត្រូវ2ប៉ុន្តែដោយសារតែមុននឹងយើង load fail អញ្ចឹងយើង set មក copy ឲ្យគាត់អញ្ចឹងចូលមកម្ដងទៀតគឺមកនេះ copy ទៅផាសយកមកហើយយើងចេញមកវិញហើយចូលទៅវិញយើងនឹងឃើញថា plugin របស់យើងកំពុងតែត្រូវបាន lazy ចាប់ផ្ដើម install អូខេអញ្ចឹងយើងឃើញហើយឥឡូវគឺវា set color scheme មកយើងទៀតអញ្ចឹងយើង set យើងចូលទៅ explorer របស់យើងហើយចូលមកអញ្ចឹងយើង notice កន្លែងនេះគឺវាមាន lazy log file ក្នុងហ្នឹងគឺយើងមាន lazy ខ្លួនឯងហើយនឹង Tosho Night.nvim ហ្នឹងហើយយើងមក plugin color scheme
នេះគួរតែ tab stop ដូចជា work ចឹងកន្លែងនេះយើងដាក់option ណៃចឹងទៅហើយយើងចូលមកម្ដងទៀតយើងចូលមក option tab stop 2ត្រូវតាអូខេយើងដាក់ o.tab stop អូខេចេះតែនេះសិនណាចេះដាក់សិនណានេះហើយជិះវិញចេះអត់ទេ tab space to Leo Vim គេ AI អាចជួយបានcopy តាម AI មកគឺ fail តែម្ដងបាទអូខេលុបចោលហើយយើង deleteចោលដូចគ្នាអូខេ G ចូលមកវិញ yes ហើយយើង hit explore ហើយយើងសង្ឃឹមថានឹងមានតែឥឡូវ work ហើយ tab stop 12ទេ turn yeah work as expected now អូខេចឹងឥឡូវយើងតែប៉ុណ្្នឹងសិនចាំបន្តវគ្គក្រោយទៀតអូខេ